សួរលោកគ្រូនាងខ្ញុំឈ្មោះទេពសុជាមានលេខរៀងទី4ថ្នាក់អឹមថ្ងៃនេះផងដែរនាងខ្ញុំសូមជូននៅវីដេអូសង្ខេបមេរៀនក្នុងសប្តាហ៍ទី6ដែលមានចំណងជើងថា Bloom Taxonomy ការរៀបចំនិងការបង្កើតតេស្តអញ្ចឹងនៅក្នុងមាតិកានៅក្នុងមេរៀននេះដែរទី1តកតងទៅនឹងគោលការណ៍នៃការបង្កើតសំណួរតាមទ្រឹស្ដី Bloom ទី2ប្រភេទសំណួរតាមកម្រិត Bloom ទី3ការអនុវត្តការបង្កើតសំណួរតាមកម្រិត Bloom ទី4គុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បិទឬក៏សំណួរបែបពហុជ្រើសរើសទី5គុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បើកទី6ការរៀបចំនិងការបង្កើតតេស្តស្តង់ដារអញ្ចឹងចំណុចទី1និយាយអំពីគោលការណ៍នៃការបង្កើតសំណួរតាមទ្រឹស្ដី Bloom អញ្ចឹងយើងត្រូវដឹងសិនថាBloom Taxonomy ហ្នឹងគឺជាអីអញ្ចឹងតាមទ្រឹស្ដី Bloom Taxonomy គឺជាទ្រឹស្ដីមួយដែលនិយាយអំពីកម្រិតនៃការចងចាំរបស់មនុស្សពីកម្រិតទាបរហូតដល់កម្រិតខ្ពស់ឬក៏ពីកម្រិតនៃការចងចាំរហូតដល់កម្រិតនៃការបង្កើតថ្មីអញ្ចឹងតកតងទៅនឹងមេរៀននេះដែរយើងអាចប្រើប្រាស់ Bloom Taxonomy គឺដើម្បីរៀបចំកម្មវិធីសិក្សាដើម្បីសរសេរនិងកំណត់នៅវត្ថុបំណងមេរៀនដើម្បីរកឲ្យឃើញនៅបំណិនដោយរៀនពីស្រួលទៅលំបាកមួយទៀតគឺដើម្បីបន្សំវត្ថុបំណងទៅនៅវិធីសាស្ត្រនិងស្តង់ដារវិតម្លៃឲ្យមានប្រសិទ្ធភាពដើម្បីដាក់បញ្ចូលចំណេះដឹងដែលសិស្សត្រូវរៀននិងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវដើម្បីសម្រួលការសួរសំណួរអញ្ចឹងយើងប្រើប្រាស់ Bloom ហ្នឹងគឺដើម្បីរៀបចំការសិក្សាហ្នឹងឲ្យវាទទួលបានប្រសិទ្ធភាពតកតងទៅនឹងការវិតម្លៃទៅនឹងវិធីសាស្ត្រក៏ដូចជាការបន្ស៊ីទៅនឹងមេរៀនយើងចូលដល់មួយទៀតកម្រិតពុទ្ធិ Bloom អញ្ចឹងតើចូលនៅក្នុងកម្រិតពុទ្ធិរបស់ Bloom ហ្នឹងគឺចែកចេញជា6កម្រិតកម្រិតទី1គឺកម្រិតចងចាំទី2ការយល់កម្រិតទី3អនុវត្តកម្រិតទី4គឺវិភាគកម្រិតទី5គឺវាតម្លៃកម្រិតទី6គឺបង្កើតថ្មីដែលនៅក្នុងទ្រឹស្ដី Bloom នឹងដែរគឺគេមានការបែងចែកកម្រិត1ដល់កម្រិត3គេហៅថាជាកម្រិតទាបកម្រិត4 5 6គេហៅថាជាកម្រិតខ្ពស់ចឹងតើតើទៅនឹងកម្រិតសំណួរទាំង6តើតើទៅនឹងលំនាំនៃការយល់ដឹងចឹងនៅក្នុងកម្រិតចងចាំហ្នឹងគឺគេរំលឹកឡើងវិញនៅចំណេះដឹងទីហោថាពេលដែលយើងបង្រៀនមេរៀនមួយអញ្ចឹងយើងនៅក្នុងកម្រិតចងចាំហ្នឹងគឺគ្រាន់តែរំលឹកឡើងវិញទេអំពីមេរៀនទៅដល់កម្រិតយល់ដឹងមានន័យថាគឺគ្រូបង្រៀនគាត់អាចធ្វើការសួរជាសំណួរផ្ទាល់មាត់ឬក៏សរសេរឬក៏លើកជាឧទាហរណ៍ដើម្បីឲ្យសិស្សហ្នឹងមានការយល់ដឹងឬក៏ដើម្បីឲ្យដឹងថាតើកម្រិតនៃការយល់ដឹងរបស់សិស្សហ្នឹងនៅកម្រិតមួយណាមួយទៀតអនុវត្តអញ្ចឹងបន្ទាប់ពីគាត់ចងចាំទៅលើទ្រឹស្ដីដែលបានរៀនហើយគាត់មានការយល់ដឹងទៅលើទ្រឹស្ដីមួយហ្នឹងហើយគាត់ធ្វើការអនុវត្តទៅលើទ្រឹស្ដីមួយហ្នឹងបន្ទាប់មកគាត់នឹងធ្វើការវិភាគហើយបំបែកព័ត៌មានហ្នឹងថាតើវាមានទំនាក់ទំនងគ្នាបែបណាអញ្ចឹងគេអាចធ្វើការញែកភាពខុសគ្នាការគ្រប់គ្រងឬក៏កំណត់លក្ខណៈអីផ្សេងទៅតាមទ្រឹស្ដីមួយទៀតបន្ទាប់មកគឺគេត្រូវធ្វើការវិតម្លៃវិនិច្ឆ័យទៅលើស្តង់ដារមួយហ្នឹងថាវាត្រឹមត្រូវអត់ជាមួយនឹងទ្រឹស្ដីជាមួយនឹងការអនុវត្តមួយទៀតបង្កើតថ្មីអញ្ចឹងនៅពេលដែលយើងបានឆ្លងកាត់នៅកម្រិតទាំង5ហ្នឹងហើយយើងនឹងអាចធ្វើការបង្កើតឬក៏រៀបចំផែនការអ្វីមួយតាមរយៈទ្រឹស្ដីមួយហ្នឹងដូចថាយើងបង្រៀនគណិតអញ្ចឹងដូចជាការយកដូចយើងដឹងហើយថាពេលដែលរៀនគឺដើម្បីឲ្យគាត់នឹងទទួលបានការអនុវត្តដើម្បីយកទៅប្រើប្រាស់នៅក្នុងការរស់នៅប្រចាំថ្ងៃអញ្ចឹងការបង្កើតថ្មីហ្នឹងគឺជាជំហានចុងក្រោយដែលនៅក្នុងទ្រឹស្ដី Bloomមួយទៀតទៅនឹងប្រភេទសំណួរតាមកម្រិត Bloom អញ្ចឹងប្រភេទសំណួរគឺមាន2គឺទម្រង់សំណួរបិទនិងទម្រង់សំណួរបើកអញ្ចឹងចំពោះទម្រង់សំណួរបិទគឺជាយើងបានដឹងថាសំណួរបិទគឺជាសំណួរដែលគេបានកំណត់នៅចម្លើយរួចហើយអញ្ចឹងគេអាចធ្វើការកំណត់សំណួរហ្នឹងយើងអាចធ្វើសំណួរហ្នឹងតាមរយៈដូចជាសំណួរពហុជ្រើសរើសសំណួរចម្លើយខុសត្រូវគូកងនិងសំណួរបំពេញចន្លោះជាដើមហើយចំពោះសំណួរទម្រង់បើកវិញគឺជាសំណួរដែលអ្នកឆ្លើយគាត់អាចឆ្លើយតាមការយល់ដឹងទូទៅរបស់គាត់ហើយគាត់អាចឆ្លើយតាមរយៈការសរសេរឬក៏ដោយផ្ទាល់មាត់អញ្ចឹងកម្រិតពុទ្ធិរបស់សំណួរអញ្ចឹងយើងអាចសម្គាល់ទៅលើកម្រិតនីមួយៗរបស់ទ្រឹស្ដី Bloom ហ្នឹងនៅក្នុងកម្រិតចងចាំគឺយើងអាចសម្គាល់បានថាតាមរយៈការមើលការស្ដាប់
កត់ត្រាសូត្រទន្ទិញរំលឹកអីជាដើមតកតងនឹងការយល់ដឹងគឺដូចជាការបកស្រាយបង្ហាញពន្យល់ឬក៏ពិភាក្សាតកតងនឹងការអនុវត្តគឺអាចគណនាជ្រើសរើសឬក៏ធ្វើការពិសោធន៍ប៉ាន់ស្មានឬក៏អនុវត្តឬក៏ប្រើប្រាស់ហើយចំពោះកម្រិតវិភាគវិញគឺអាចធ្វើការប្រៀបធៀបបែងចែកយើងអាចសម្គាល់បានតាមរយៈការវិភាគលម្អិតចំណាត់ថ្នាក់រៀបលំដាប់ឬក៏ញែកឲ្យឃើញច្បាស់ពីទ្រឹស្ដីដែលយើងបានរៀនមួយទៀតទៅនឹងវាយតម្លៃអញ្ចឹងពេលដែលយើងធ្វើការវាយតម្លៃនៅដល់ដំណាក់នៅដល់កម្រិតវាយតម្លៃគឺយើងអាចសង្ខេបខ្លឹងខ្លែងហើយអាចសន្និដ្ឋានបានទៅលើទ្រឹស្ដីដែលយើងបានរៀនទៅលើមេរៀនឬក៏ចំណេះដឹងមួយទៀតបង្កើតថ្មីអញ្ចឹងបន្ទាប់ពីឆ្លងកាត់កម្រិតទាំង5ហើយដល់ចំណុចកម្រិតចុងក្រោយគឺអាចបង្កើតអាចរចនាឬក៏ផលិតឬក៏រៀបគម្រោងច្នៃប្រឌិតអីតាមរយៈឧទាហរណ៍ថាយើងរៀនមេរៀនតាមរយៈរូបមន្តមួយអញ្ចឹងយើងអាចបង្កើតដូចថាច្នៃរូបមន្តមួយនឹងឲ្យទៅជាជារូបមន្តអីមួយផ្សេងទៀតមួយទៀតការអនុវត្តការបង្កើតសំណួរទ្រឹស្ដីព្រលូងអញ្ចឹងការបង្កើតសំណួរគឺមានទម្រង់ពហុជ្រើសរើសមានសំណួរដែលត្រូវសរសេរដោយផ្នែកសំណួរជាសំណួរពេញលេញសំណុំជ្រើសរើសចម្លើយហើយចូលដល់ចំណុចមួយទៀតតកតងទៅនឹងគុណវិបត្តិនិងគុណសម្បត្តិនៃសំណួរទម្រង់ប័ណ្ណចឹងយើងបានដឹងហើយថាទម្រង់សំណួរប័ណ្ណគឺមានដូចជាសំណួរខុសត្រូវគូផ្គងជ្រើសរើសពហុជ្រើសរើសនិងបំពេញចន្លោះចឹងនៅក្នុងសំណួរកម្រិតសំណួរនីមួយហ្នឹងគឺប្រភេទសំណួរនីមួយហ្នឹងគឺវាមានទាំងគុណសម្បត្តិនិងគុណវិបត្តិចឹងចំពោះសំណួរត្រូវខុសគឺគុណសម្បត្តិគឺយើងងាយស្រួលសរសេរងាយដាក់ពិន្ទុចឹងសំណួរខុសត្រូវយើងដឹងហើយថាវាមានតែចម្លើយមានតែខុសហើយនឹងត្រូវទេអញ្ចឹងវាងាយនឹងសរសេរហើយការដាក់ពិន្ទុក៏ងាយដែរបើសិនជាចម្លើយហ្នឹងយើងកំណត់ថាវាត្រូវបានពិន្ទុអញ្ចឹងពេលដែលគាត់ឆ្លើយត្រូវគឺយើងបានពិន្ទុតែម្ដងហើយចំពោះគុណវិបត្តិវិញអត្រានៃការទស្សន៍ទាយគឺខ្ពស់ដល់ 50% មានន័យថានៅក្នុងសំណួរខុសត្រូវហ្នឹងគឺមានចម្លើយតែ2ទេហើយក្នុងចម្លើយ2ហ្នឹងគឺមាន1ត្រូវអញ្ចឹងវា50-50នៅក្នុងការជ្រើសរើសមួយទៀតมันអាចបង្កើតចម្រើសចម្លើយលើសពី2ដងចម្លើយមួយខុសមួយត្រូវដឹងដូចនិយាយអញ្ចឹងគឺវាមានតែ2ចម្លើយទេអញ្ចឹងវាអត់អាចបង្កើតចម្លើយលើសពី2ទេនឹងជាគុណវិបត្តិមួយទៀតมันអាចវាតម្លៃបំណិនឬក៏ចំណេះដឹងក្នុងកម្រិតខ្ពស់មួយទៀតសំណួរគូផ្គងចំពោះគុណសម្បត្តិវិញគឺមានប្រយោជន៍សម្រាប់ការធ្វើតេស្តអំពីទំនាក់ទំនងមានប្រយោជន៍សម្រាប់ការធ្វើតេស្តព័ត៌មានងាយបង្កើតក្នុងចំនួនច្រើនអញ្ចឹងទាក់ទងនឹងនេះគឺជាគុណសម្បត្តិរបស់សំណួរគូផ្គងចំពោះគុណវិបត្តិវិញគឺវិធីសាស្ត្របង្កើតសំណួរជាក្រុមបំផ្លាញភាពឯករាជ្យនៃសំណួរតេស្តចូលដល់សំណួរពហុជ្រើសរើសចំពោះគុណសម្បត្តិវិញគឺកាត់បន្ថយអត្រាទស្សន៍ទាយចាំមានន័យថាបើប្រៀបធៀបទៅនឹងសំណួរបែបត្រូវខុសគឺវាកាត់បន្ថយការទស្សន៍ទាយច្រើនជាងដោយសារតែនៅក្នុងសំណួរពហុចម្លើយជ្រើសរើសហ្នឹងគេអាចមានចម្លើយ2 3 4ឬក៏អីតាមការកំណត់របស់គេអញ្ចឹងអត្រានៃភាពទស្សន៍ទាយហ្នឹងគឺវាមានការកាត់បន្ថយហើយអាចត្រូវបានប្រើដើម្បីវាស់លំនាំនៃវិធីទូលំទូលាយអញ្ចឹងវាមានការវាស់ទៅលើចំណេះដឹងរបស់សិស្សហ្នឹងគឺបានទូលំទូលាយជាងកាត់បន្ថយបញ្ហាការកែពិន្ទុតាមមុខវិជ្ជាអញ្ចឹងយើងអាចងាយស្រួលក្នុងការកំណត់ពិន្ទុទៀតនៅក្នុងប្រភេទសំណួរពហុជ្រើសរើសហ្នឹងមួយទៀតវិភាគលទ្ធផលព័ត៌មានវិនិច្ឆ័យបានច្រើនងាយស្រួលក្នុងការដាក់កូដពិន្ទុចំពោះគុណវិបត្តិវិញក្នុងការសំណួរជ្រើសរើសហ្នឹងចំណាយពេលយូរហើយមានតម្លៃថ្លៃមកការសំណួរជ្រើសរើសចម្លើយខុសគឺមានការ